บางคนออกนี่យើងយកចិត្តទុកដាក់ស្ដាប់ហើយស្ងាត់ទាំងអស់គ្នាកម្មវិធីរបស់យើងខ្លីៗទេអត់វែងទេណាដោយការយើងចូលឆ្នាំអញ្ចឹងនៅក្នុងលេខគ្រាកាសនេះខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃត្រៃរតន៍ដោយសេចក្តីគោរពថ្វាយបង្គំចំពោះព្រះអង្គគ្រូព្រះបញ្ញាមនីញាណហសៀងហៃនាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជាដោយសេចក្តីគោរពនមស្ការចំពោះលោកចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅទីនេះចម្រើនពរដល់កូនៗទាំងអស់គ្នានៅក្នុងពេលនេះយើងមកជួបជុំគ្នានៅក្នុងសាលាភាសាពរអករបស់យើងដែលនៅក្នុងមណ្ឌលអប់រំអង្គការពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជាបានឱកាសដឹកនាំកូនៗទាំងអស់គ្នាប្រារព្ធកាន់វេនទី12តាមទំនៀមរបស់ពុទ្ធសាសនានិងទំនៀមទម្លាប់របស់ខ្មែរយើងចឹងនៅក្នុងកម្មវិធីយើងនេះគឺមានរបៀបវិរៈដូចតទៅទី1គឺយើងជួបជុំគ្នានៅម៉ោង 7:30 នាទីកម្មវិធីរបស់យើងចាប់ផ្ដើមនៅម៉ោង 8:00 នាទីធ្វើបទនមស្ការគុណប្រតនត្រ័យម៉ោង 8:30 ស្ដាប់ឱវាទពីព្រះអង្គគ្រូម៉ោង 9 យើងចែកបានសរសើរនិងសម្ភារៈសិក្សាហើយម៉ោង 9:30 នាទីយើងរាប់បាតព្រះសង្ឃហើយនៅម៉ោង 10:30 នាទីសមាទានសិលនិងវេចង្ហាន់ហើយចុងក្រោយយើងញ៉ាំអាហារជុំគ្នានៅនឹងហើយមើលអ្នកណាយកអាហារមកខ្លះលើកដៃមើលអូច្រើនគ្នាអត់អ្នកណាអត់យកមកលើកដៃមើលអូច្រើនដែរណាចឹងយើងចែកគ្នាទៅសូមអនុមោទនាក៏យើងចិត្តទុកដាក់ទាំងអស់គ្នាឥឡូវយើងធ្វើបទនមស្ការណាចាប់ផ្ដើមសូមអនុមោទនាអ៊ីមេតិបាធុបាតិសាការេពុទ្ធាំធម្មំសង្ឃាំជយាមិមេតាបេតាទីនំគុណវន្តានញ្ចមៃអញ្ចតិករតាំងអាថាយសុខាយខ្ញុំព្រះករុណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់រទាំងឡាយមានទាននិងធូបជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីអ្នកដ៏មានគុណទាំងឡាយមានមេត្តាបិតាជាដើមផងដល់ខ្ញុំព្រះករុណាផងអកាលជាអង្វែងนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมสัมมาสัมพุทธัสสะกะวะโตอะระหะโตสัมมาสัมพุทธัสสะริกริยานะมาสิกาព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តប្រសើរទ្រង់ត្រាស់ដឹងទាំងពួងដោយប្របីចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយយេចពុទ្ធាអតីចពុទ្ធាអនាគតាបញ្ចុបញ្ណាចយេពុទ្ធាអង្វន្ទាមិសាពតិយេចធម្មាចធម្មាអនាគតាបញ្ចុបញ្ណាចយេធម្មាអង្វន្ទាមិសាពតិយេចសង្ឃាអតីចសង្ឃាអនាគតាបញ្ចុបញ្ណាចយេសង្ឃា
អិចេវមចន្តនមសន័យយ៉ាងនមសម្មាណោរតនាទយ៉ាងយ៉ាងបញ្ញាពិសោធទាំងវិបលាងអលន្តង្គតាសានុភាវេនហតន្តរាយខ្ញុំសូមនមស្ការលើកហដ្ឋាអនសេរស័យបងគុំទាំងបីពលលោកត្រៃលោកាសូមបងកានកុសលឲ្យបានដល់យើងខ្ញុំណាពេញពោស្មតិរាដូចចលសាធំទូលាយសូមឲ្យកំចាត់បងអបមាំងទាំងឡាយឲ្យជាចិញ្ចាឆ្ងាយក្តីអន្តរាយកំបីមានដោយកំលាំងអនុភាពបញ្ញាលាភជាប្រធានកងបនរស័យមានសម្មាសានទមានមួដោយគុណនមស្ការត្រីរតនាប្រសាទពួរសូមអានិសង្ឃនោះដាក់ដល់ថានៃពីណងសូមអនុមោទនាសាធុសាធុសាធុសូមអនុមោទនាបិណ្ឌកាន់វេនទី12សូមអនុមោទនាសាធុសាធុសាធុសូមអនុមោទនាកិច្ចនមស្ការព្រះរតនត្រ័យសូមអនុមោទនាធុសាធុសាធុជាកិច្ចបន្តទៅទៀតនេះកូនទាំងអស់គ្នាក្រោកឈរឲ្យស្មើជួរគ្នាដើម្បីទទួលព្រះអង្គគ្រូដាប់អវាទកុំឲ្យបែកជួរបងហ្នឹងហើយកុំឲ្យបែកជួរឲ្យសោះណាហ្នឹងហើយលើកដៃតែមិនដៃសំពះហើយរៀងបង្អោនខ្លួនតិចផងណាកុំស្មើប្រេងពេកចឹងអត់ស្អាតទេរៀងអោនបតុនខ្លួនតិចមកណាហ្នឹងព្រះសង្ឃអង្គសាវៈមានសង្ឃរាសទ្ធាត្រង់កប់ដោយកន្សលត្រង់គឺសមាធិបញ្ញានិងវិមុតតិញ្ញាណកិលេសគ្មានក្នុងអាជាបញ្ញខេតាចន្ទ្រកាជាកុសលខ្ញុំសូមអនសេរស័យដល់ព្រះរិយបុគ្គលជាបុត្រព្រះទុជាមង្គលដល់សពសានសូមអនុមោទនាយើងសម្រួលអិយាបថវិញតាមទីកន្លែងដដែលបត់ជើងឲ្យស្អាតហ្នឹងបត់ជើងឲ្យស្អាតហើយបែរមកមុខឲ្យត្រង់ហើយស្ងប់ស្ងាត់ទាំងអស់គ្នាដើម្បីស្ដាប់អាវាទណាសូមថ្លែងគុំចំពោះព្រះអង្គគ្រូលោកម្ចាស់គ្រប់ព្រះអង្គសាជាថ្មីម្ដងទៀតហើយកូនទាំងអស់គ្នាមុននឹងស្ដាប់អាវាទយើងទាំងអស់គ្នាថ្វាយបង្គំព្រះអង្គគ្រូ3ដងទាំងអស់គ្នាឲ្យស្អាតតាលើកដៃបណ្ណំត្រឹមណាថ្វាយគុំប្រសង់បណ្ណំត្រឹមណាហ៎ត្រឹមណាត្រឹមចើមដាក់ស្អាតមកហ្នឹងហើយតោះប្រណម្យអោនកាយថ្វាយបង្គំមកដល់ក្រោមណាអូខេក្រោមប្រណម្យអោនកាយថ្វាយបង្គំក្រោមប្រណម្យអោនកាយថ្វាយបង្គំក្រោមគណៈសូមអរតនានិមន្តព្រះអង្គគ្រូដើម្បីប្រទានអាវាទដល់កូនទាំងអស់គ្នាគណៈសូមនមស្ការព្រះគុណចាស់គ្រប់ព្រះអង្គហើយចម្រើនពរកូនគ្រប់គ្នាដែលជាសិស្សានុសិស្សរបស់យើងពងសិក្សានៅពរអកថ្ងៃនេះជាថ្ងៃដ៏ប្រសើរដែលកូនប្រុសស្រីគ្រប់គ្នាដែលមានសទ្ធាជ្រះថ្លារៀបចំកម្មវិធីកាន់បិណ្ឌណាអស់គ្នាណាកាន់បិណ្ឌទីប្រហែលយើងអស់គ្នាវេនទី12ហើយកាន់បិណ្ឌហ្នឹងយើងប្រពហ្នឹងមានអីខ្លះដើម្បីប្រគិនដល់ព្រះសង្ឃអស់គ្នាមានបាយឬមានអីយើងថាបាយបានតែក្នុងភាសាពុទ្ធសាសនាយើង
យើងហៅថាចង្ហាន់ណាកូនអស់នេះត្រាប់តនេះណែអ្នកយកអីមកហ្នឹងគេហៅចង្ហាន់ណាអ្វីដែលប្រសងឆាន់ហ្នឹងគេហៅចង្ហាន់ណាហើយបានអីខ្លះមកហ្នឹងកូនអស់នេះឃើញមានអីមានបាយស្រាក់ផងមានបាយប្រអប់ផងមានអីច្រើនដែរណាហ្នឹងហើយទីទៀតយើងរកបានប្រគេនប្រសងណាប្រគេនចង្ហាន់មានប្រគេនបាយទេណាអស់នេះគេអីមិញគេអីគេចង្ហាន់ដល់ប្រសងហ្នឹងហើយចឹងយើងប្ររពក្នុងកម្មវិធីកាន់បិណ្ឌវេន12ហ្នឹងយើងក្នុងដល់យើងតែមួយថ្ងៃទេណាអត់មានធម្មតាកាន់វេនហ្នឹងប្រហែលថ្ងៃកូនអស់នេះកាន់បិណ្ឌមួយថ្ងៃកាន់បិណ្ឌជុំបិណ្ឌមួយថ្ងៃអស់នេះ15ថ្ងៃណាពីថ្ងៃណាដល់ថ្ងៃណាអស់នេះថ្ងៃ100ខែភទ្របទរហូតដល់ថ្ងៃ1500ភទ្របទហ្នឹងហើយប៉ុន្តែកាន់បិណ្ឌណាកាន់បិណ្ឌឬកាន់វេនហ្នឹងមានរយៈពេលប្រហែលថ្ងៃ14ថ្ងៃណាពីថ្ងៃ100ភទ្របទរហូតដល់ថ្ងៃ1400ភទ្របទហ្នឹងយើងកាន់វេនណាកាន់វេនតាមវត្តអីហ្នឹងតែក្នុងដល់យើងតែមួយថ្ងៃឯណាយើងធ្វើរួមគ្នាកូនហ្នឹងហើយថ្ងៃចុងក្រោយគេហៅថ្ងៃអីថ្ងៃប្រជុំបិណ្ឌណាប្រជុំបិណ្ឌចាំទៅវត្តទាំងអស់គ្នាណាកុំឲ្យនៅផ្ទះអំបែងខ្ជិលចឹងអត្តន័យគុណចង់ប្រាប់យើងអស់គ្នាពីអត្តន័យកាន់បិណ្ឌប្រជុំបិណ្ឌណាហើយយើងដឹងអស់គ្នាថាកាន់បិណ្ឌប្រជុំបិណ្ឌយើងធ្វើដើម្បីអីដឹងទេដើម្បីអីដើម្បីទៅកសលណាត្រឹមត្រូវហ៎ចឹងអត្តន័យទី1យើងកាន់បិណ្ឌចំបិណ្ឌនេះដើម្បីអនុគ្រោះទៅដល់ណាគេទៅដល់ព្រះសង្ឃព្រោះយើងយកចង្ហាន់យកអីយកទៅណាយកទៅប្រគេនព្រះសង្ឃនៅណាព្រះសង្ឃនៅវត្តហ្នឹងហើយចឹងគឺក្នុងរដូវកាន់បិណ្ឌចំបិណ្ឌរយៈពេល15ថ្ងៃនេះគឺពុទ្ធបរិស័ទយើងទាំងអស់គ្នាយកចង្ហាន់ទៅគេព្រះសង្ឃនៅឯវត្តហើយក្នុងរដូវកាលនេះព្រះសង្ឃធ្វើអីនៅវត្តលោកចូលព្រះវស្សាបានខែ3ខែហ្នឹងហើយអញ្ចឹង3ខែជាពេលវេលាក្នុងរដូវវស្សាអញ្ចឹងគឺអាចព្រះសង្ឃលោកពិបាកក្នុងការទទួលចង្ហាន់ណាដើម្បីគុតគង់ព្រះសង្ឃក្នុងវត្តអញ្ចឹងគឺបានពុទ្ធបរិស័ទយើងលោកអនុគ្រោះអញ្ចឹងទៅក៏ណាកាន់បិណ្ឌរយៈពេល14ថ្ងៃដើម្បីព្រះសង្ឃនោះលោកអត់ចាំបាច់ទៅរកចង្ហាន់អីបិណ្ឌបាតអីតាមស្រុកតាមភូមិទេដល់តនេះដោយសារមានអីមានវេនណាមានវេនញាតិញោមយកចង្ហាន់ទៅព្រះសង្ឃអត់ចាំបាច់មិនបិណ្ឌបាតរកចង្ហាន់រកអីទេណាហើយកាលពីមុនឡើយនោះគឺពុទ្ធបរិស័ទយើងមានសទ្ធាគុតកងចង្ហាន់ដល់ព្រះសង្ឃតាមវត្តតាមអីនោះគឺ3ខែតែម្ដងណា3ខែក្នុងដូវកាន់វស្សាហ្នឹងអត់ពិបាកដល់ព្រះសង្ឃលោកមិនបិណ្ឌបាតបិណ្ឌអីទេប៉ុន្តែក្រោយមកទៀតគឺយើងធ្វើតែ15ថ្ងៃទេណា15ថ្ងៃដើម្បីអនុគ្រោះទៅដល់ព្រះសង្ឃក្នុងវត្តនឹងចំណុចទី1ស្ដាប់តើនេះទី1ដើម្បីអីមិញដើម្បីអនុគ្រោះទៅដល់ព្រះសង្ឃលោកនៅណានៅក្នុងវត្តហ្នឹងហើយណាចាំបាច់រកចង្ហាន់ប្របាតាមស្រុកតាមភូមិបិណ្ឌបាតអីទេណាហើយទី2គឺដើម្បីសម្ដែងនៅកតញ្ញូតាធម៌ណាកតញ្ញូតាធម៌ដឹងគុណអ្នកដែលមានគុណដែលបានចែកឋានទៅគឺយើងធ្វើបុណ្យអីឧទ្ទិសណាឧទ្ទិសទៅដល់ញាតិរបស់យើងដែលបានចែកឋានទៅហ្នឹងហើយអញ្ចឹងគឺពេលណាដែលកូនអរគ្នាប្រគេនចង្ហាន់ដល់ព្រះសង្ឃគឺយើងតាំងចិត្តឧទ្ទិសណាបុណ្យកុសលទាំងអស់នេះសូមឲ្យញាតិរបស់ខ្ញុំដែលបានចែកឋានទៅហ្នឹងគាត់បានទៅណាគាត់បានទៅសោយសុខក្នុងសុគតិសួគ៌ទេវលោកអីហ្នឹងគឺយើងតាំងចិត្តឧទ្ទិសទៅដល់ញាតិរបស់យើងដែលបានចែកឋានទៅអរគ្នាមានសាច់ញាតិអីដែលបានចែកឋានទៅមានទេមានគ្រប់តែគ្នាហ្នឹងគឺយើងឧទ្ទិសបុណ្យកុសលដល់អ្នកដែលបានចែកឋានទៅហើយឆ្នាំនេះកូនអរគ្នាមានលក្ខណៈពិសេស
ពិសេសត្រង់ថាស្រុកទេសរបស់យើងជួបនឹងកលយុគប្រហែលសប្តាហ៍មុនណាហ្នឹងហើយយើងមានចម្បាំងរាំងជ័យជាមួយណាគេជាមួយប្រទេសជិតខាងរបស់យើងហ្នឹងហើយបាត់បង់វីរៈកងទ័ពរបស់យើងច្រើនគ្នាអញ្ចឹងក្នុងឱកាសបុណ្យកាន់បិណ្ឌជុំបិណ្ឌនេះយើងត្រូវអីកូនត្រូវឧទ្ទិសបុណ្យកុសលណាដល់វីរៈកងទ័ពរបស់យើងដែលបានពលីជីវិតដើម្បីការពារទឹកដីមាតុភូមិរបស់យើងហ្នឹងអញ្ចឹងកូនទាំងអស់គ្នាក៏ត្រូវដឹងគុណណាដឹងគុណឧទ្ទិសបុណ្យកុសលដល់កងទ័ពរបស់យើងហ្នឹងហើយហ្នឹងគឺជារឿងសំខាន់ណាស់ក្នុងកម្មវិធីបុណ្យដែលខ្មែរយើងប្រារព្ធកម្មវិធីបុណ្យកាន់បិណ្ឌជុំបិណ្ឌនេះគឺអត្ថន័យសំខាន់ការដឹងគុណកូនអរគ្នាការដឹងគុណគេហៅធម៌អីកូនធម៌កតញ្ញូណាមានធម៌កតញ្ញូអរគ្នាធម៌កតញ្ញូនឹងល្អណាស់ត្រូវដឹងគុណហើយក្នុងពុទ្ធសាសនាយើងពង្រៀនឲ្យយើងទាំងអស់គ្នាចេះដឹងគុណណាមានធម៌កតញ្ញូនេះមិនមែនចំពោះតែបុគ្គលដែលនៅរស់រៀនមានជីវិតនឹងទេសូម្បីអ្នកដែលបានចែកឋានទៅអីយ៉ាងណាក៏យើងត្រូវដឹងគុណដែរណាដឹងគុណណាដោយសារអីដោយសារអ្នកទាំងអស់នោះមានសេចក្តីល្អមកលើយើងដោយយើងទាំងអស់គ្នាត្រូវដឹងគុណដឹងគុណណាខ្លះដឹងគុណទី1គឺលោកពុកអ្នកម្ដាយរបស់យើងហើយដឹងគុណទី2ចំពោះណាចំពោះលោកគ្រូអ្នកគ្រូហើយដឹងគុណទី3ចំពោះព្រះសង្ឃចំពោះព្រះសង្ឃក៏បានចំពោះជាតិចំពោះសាសនារបស់យើងណាហ្នឹងហើយធម៌កតញ្ញូនេះល្អដឹងគុណជាពិសេសលោកពុកអ្នកម្ដាយរបស់យើងអស់គ្នាស្រឡាញ់លោកពុកអ្នកម្ដាយទេណាស្រឡាញ់បើស្រឡាញ់ធ្វើមិនទៅត្រូវណាត្រូវធ្វើសេចក្តីល្អជាមួយលោកពុកអ្នកម្ដាយរបស់យើងណាធ្វើសេចក្តីល្អយ៉ាងម៉េចទៅធ្វើសេចក្តីល្អដោយធ្វើអីខ្លះធ្វើសេចក្តីល្អហ្នឹងដោយប្រឹងប្រែងសិក្សារៀនសូត្រណាកុំខ្ជិលច្រអូសហ្នឹងហើយកុំឆ្លោះទាស់តែងគ្នាបងប្អូនធ្វើឲ្យលោកពុកអ្នកម្ដាយសប្បាយចិត្តហ្នឹងហើយបើធ្វើឲ្យពុកអ្នកម្ដាយពិបាកចិត្តអាហ្នឹងគេហៅដឹងគុណអត់កូនល្អអត់កូនអត់ល្អទេហ្នឹងហើយអញ្ចឹងយើងអស់គ្នាក៏បីបណ្ដោះនៅធម៌កតញ្ញូនឹងឲ្យបានគ្រប់គ្នាណាស្រឡាញ់លោកពុកអ្នកម្ដាយស្រឡាញ់បងប្អូនរបស់យើងក្រុមគ្រួសាររបស់យើងស្រឡាញ់ទឹកដីរបស់យើងហ្នឹងហើយពេលណាដែលសាច់ញាតិរបស់យើងក្រុមគ្រួសាររបស់យើងបានចែកឋានទៅអីយ៉ាងណាអាហ្នឹងក៏យើងធ្វើបុណ្យណាដោយកាន់បិណ្ឌជុំបិណ្ឌហ្នឹងគឺគោលបំណងសំខាន់ឧទ្ទិសកុសលណាដល់សាច់ញាតិរបស់យើងដែលបានចែកឋានទៅហ្នឹងហើយចំណុចមួយទៀតណាអត្ថន័យមួយទៀតគឺបង្ហាញនៅការសាមគ្គីគ្នាបងប្អូនអស់គ្នាបង្ហាញនៅការសាមគ្គីគ្រួសារខ្មែរយើងហ្នឹងគឺចេះរួបរวมសាមគ្គីគ្នាស្រឡាញ់គ្នាណាដោយកូនអស់គ្នាមកចូលរួមណាចូលរួមកម្មវិធីកាន់បិណ្ឌជុំបិណ្ឌនេះគឺបង្ហាញនៅស្មារតីនៃការរួបរวมគ្នាណាហ្នឹងហើយយើងស្រឡាញ់គ្នារាប់អានគ្នាហ្នឹងដោយស្មារតីនៃធម៌សាមគ្គីហ្នឹងហើយបើយើងអត់មានធម៌សាមគ្គីរួបរวมគ្នាទេគឺមិនអាចធ្វើអីទៅបានទេណាហើយកាលណាទៅយើងបែកបាក់សាមគ្គីអីទេគឺមិនអាចរស់នៅដោយសុខសប្បាយទេណាមានតែការឆ្លោះទាស់តែងគ្នាហ្នឹងហើយសត្រូវក៏អាចមើលងាយយើងដែរណាអញ្ចឹងដូចក្នុងកលៈទេសៈឥឡូវនេះក៏ខ្មែរយើងក៏បីបង្ហាញណានៅការរួបរวมគ្នាសាមគ្គីគ្នាការពារនៅអ្វីដែលជារបស់យើងណាយើងទប់ទល់យើងណាប្រឆាំងយើងការពារទីគេព្យាយាមដើម្បីថាទន្ទ្រានដើម្បីថាបៀតបៀនយើងគឺយើងអស់គ្នាត្រូវស្រឡាញ់ខ្មែរគ្នាយើងណាបង្ហាញឲ្យសត្រូវហ្នឹងគឺខប់ខ្លាចនៅកម្លាំងសាមគ្គីធម៌របស់ខ្មែរយើងអញ្ចឹងកូនអស់គ្នាត្រូវរួបរวมបង្ហាញនៅធម៌សាមគ្គីនឹងឲ្យបានទាំងអស់គ្នាដោយការសាងល្អជុំគ្នាណាហើយនៅយើង
mà thôi lo rôm khni ấy nâng mà sắc xa chung khni mà riêng chung khni ní thì cả bản đo nơi thực chất nó sẽ lành rộp an khni nâng lo bộ pi và xa nó còn ở nè nâng này hay bây giờ ở sẽ lành ở rộp an khni ấy tàu tế cứ dừng là mình xong chỉ côn khmai thì nè côn khmai cứ trâu ta sẽ lành ở với đây chỉ tại sinh nhàn chiết dương bộ pi ni và bộ thua đó ó rồi bọc khmai dương nâng ta ba đấy còn là nĩa là ngày chẳng ắt tận đây người ca càn bân chôm bân miền bờ mán mấy miền bay tì muối cứ đầm bấy ăn được cro từ đó pre sang tì pí đầm bấy út tơ là còn sau đó nè đã bán chạy thàn từ nè hay tì bấy đầm bấy ấy mấy đầm bấy là ở miền thua xám kỳ khni là ngày chẳng lấy chi cho này bị xe này cả can bần chôm bắn đại chí và bây ni chiết bắc mà dương ăn một tuần này xong ọp cồn ọp cửu Bụt thi yo khả lê tao tô sa bụt thô khả mẹ tô tăng mẹ mang thoát mê yo khả lê tao tô sa thoát mô khả mẹ tô tăng mẹ mang sang khê sang khô khả mẹ tô tăng mẹ mang đập ở ngoài bị bọn cừu và nắng đập bàn tập ở khné đấy mấy đập bàn này chẳng nhớ chân tục đã chẳng cầm thi và tỏ tự tiếp bồng để dụ dừng đó cầm thi thua ấy đấy chạy bàn đó là xa đó mà đây là cái riêng bàn lệch mùi đo lệch của má bàn bán đăng luôn ai cho nữa đăng ai nữa đăng ai xong bà cô cầm thế này tự vòng ví dụ chặt chạy nè nè tìm rồi tìm cả đâu nè nó lấy mở vừa trâu mà xét vào video nên lịch tam lịch alo đó là dương đào cam vị thi bị xe cứ chạy bàn từ xa tìm luôn ai nấu ok chẳng con hào tam thân nặng tam mà đòn srul dương lưu hỏi đào từ hắn đây nè một thằng này vài cùng bọn cừu hỏi trong được tua ta ba nói lệch mùi khít quan ban từ lơ chúa hạ canh chà ra nè hạ canh chà ra mỏ tè tay ở vào sa tô mùi được luôn là bàn lệch mùi thoành công dân con và thoành công dân lệch pi khít quan ban từ lơ hôi con ố rụt mà rồi nỉ mở nó bằng cừu nó cái còn bằng cừu nó cái lệch pi ban từ lơ áo chan sorina tè đai ở vào sa tô sợi từ đó sợi pi proper nâng tên nào hả
លេខ3 Kit 1 បានទៅលើភាពហៀពេញហើយដល់អូបានប្រុសមួយបាញ់គុំបងគ្រូសិនก่อนលេខ3ដល់នេះចាំងើបឲ្យចូលកន្លែងគេគួយលេខ1 Kit 2បានទៅលើឈ្មោះ Lin David ផ្ទះដៃអបអរសាទរលេខ2 Kit 2បានទៅលើអឿនធីរាលេខ3 Kit 2បានទៅលើវ៉ាន់សម្បត្តិច័ន្ទមូលីកាផ្ទះដៃអបអរសាទរនេះទៅខាងនោះទៅខាងនោះបានខាងនេះហ្នឹងណា6អ្នកក្រោយមើលអ្នកមុនណាមុនគេធ្វើយ៉ាងម៉េចយើងមើលគេก่อนអញ្ចឹងយឺតលេខ1 Let's go begin បានទៅលើច្រាប់ចម្រើនផ្ទះដៃអបអរសាទរលេខ2បានទៅលើលីសុកម៉ាវតីផ្ទះដៃអបអរសាទរលីសុកម៉ាវតីលេខ2ចាប់ចម្រើនលេខ1អូនេះលេខ3 Let's go begin បានទៅលើសំណាងណៃយ៉ាណា10នាក់ឲ្យទៅបានប្រុស3ហ្នឹងអត់អីគាត់មកសិនមកចាំដូរតាមក្រោយលេខ1 Let's go one បានទៅលើវិតឆវ័នប្រុស1លេខ2 Let's go one 1A ណាបានទៅលើសំភនីលេខ3 Let's go 1A បានទៅលើតុលាសុច័ន្ទលើកនេះមកហ៎អូណាមវិញហើយសំពេនីលេខ2សំពេនីលេខ2នេះកូនឯងលេខ2ដូរតានេះលុយតាដូរតានេះលុយនេះពេនីនេះសំពេនីអរិយគ្រូអានឹងសញ្ញាបត្រទៅបងវណ្ណាច្រឡំអត់ទេបានទេមិនច្រឡំបាត់ហើយឯណាលេខ3ដូរក្រោយ3តុលាសុច័ន្ទដល់មកដូរក្រោយណាតុលាសុច័ន្ទណាតុលាសុច័ន្ទអត់ស្គាល់ទៅបាត់ហើយមែននេះអូនេះទៅបាត់ហើយតោះទៅទៀតចាំនេះតាមក្រោយលេខ1 Let's go B 1B សឿនកំសាន្តលេខ1សឿនកំសាន្តលេខ2ផលែតសុវណ្ណសិកាលេខ2លេខ3យិនស៊ីណែតវឌ្ឍនាបានប្រុស2អូអាចារ្យគេចាប់ខ្មោចគ្រូចាប់ខ្មោច SP ថងយាមសិតតែអង្គតមានលេខ1 Let's go 2A សំលីតាលេខ2 2A មនសុនីលេខ3 2A ឈឿងច័ន្ទមាលាស្រីទាំង3ថ្នាក់នេះណាប្រុសគេធីបចោលខ្មាស់គេទេខ្មាស់គេទេខ្មាស់គេទេយើងបើខ្មាស់មិនសមលេខ1លេខ2ឡើងអត់ហើយណោះលេខ
មួយធូប៊ីខេនរាជនីអបអរសាទរខេនរាជនីលេខ1លេខ2តូសុកពិសីណាពិសីមកលេខ3ធឿនដានិនណាដានិនមកអូស្រីទាំង3ថ្នាក់នេះប្រកបធីបចោលដែរលេខ1 Let's go 3A វនច័ន្ទបណ្ឌិតវនច័ន្ទបណ្ឌិតលេខ1 3A លេខ2វត្តស៊ីវមីលេខ3សារីរជ្ជកាលរាជមកនៅរាជទៅពេទ្យទៅបើកឆ្នាំនៅសៀមរាបឈឺច្រមុះកើតរោគចឹងទុកសិនទៅមិនមានទៀតលេខ1 Let's go for A ភាពសុភាពភក្តីសុភាពភក្តីលេខ2ផលវិទុសពរណាផលវិទុសពរពណ៌មកទេពណ៌លេខ3រិទ្ធស៊ីវមេងLet's go for B ណែអត់មើលគេណាគេចិត្តចប់ហើយហ្នឹងមកដាក់លេខយ៉ែទេយ៉ែថ្វាយគុំសិនលេខ1 Let's go for B នូម៉ានិចអាចារ្យធំប្រចាំពកលេខ2ចាឆាយវ៉ារីណាលេខ3ស៊ីនម៉ូលីកាអ្នកផ្ទះដៃគេសប្បាយអត់ហ្នឹងហើយមានអីសប្បាយជាងផ្ទះដៃគេទេមែនទេផ្ទះរាល់ឆ្នាំអ្នកដែលផ្ទះដៃឲ្យគេនឹងផ្ទះរហូតទៅអ្នកដែលគេផ្ទះដៃឲ្យហ្នឹងក៏ឃើញថាផ្ទះដៃគេផ្ទះដៃឲ្យរហូតចឹងដែរចង់បានអត់អត់ទេចង់បានខិតខំប្រឹងប្រែងខំបានហើយសល់2ការីដុល្លារសុច័ន្ទកម្មវិធីអីនៅกระดาษកម្មវិធីអត់មានឲ្យព្រីនផងរាប់បាតកម្មវិធីណាចឹងកម្មវិធីចែកបានរសើរក៏នេះឥឡូវយើងតើឈរនេះសិនតើឈរជូនដំណើរបងគ្រូមុនទៅវិញនៅកម្មវិធីស្ពឹកជើងណាយើងស្ពឹកជើងនេះណាហើយកម្មវិធីបន្ទាប់យើងបានឱកាសបានសមាទានសិលនៅយើងសមាទានសិលហើយសមាទានសិលហើយយើងវេចង្ហាន់តបមករាប់បាតប្រគិនប្រសង់ណាពណ៌មកដល់មកក្រោយដក 50% អានខ្សែអង្គុយចុះអ្នកនរគ្នា